លែដង្កោធម្មជាតិរដូវកាលនេះគឺជារដូវកាលដែលផ្លែដង្កោចាប់ដើមទុំហើយបើនិយាយពីផ្លែដង្កោពុកម៉ែបងប្អូនផ្លែក្រហមពេញដើមឃើញហើយគួរឲ្យចង់ញ៉ាំណាពុកម៉ែបងប្អូនអើយមើលណែផ្លែគេពោលឡើងក្រហមឆ្អិនឆ្អៅតែម្ដងតើមានពុកម៉ែបងប្អូនយើងប្រមាណអ្នកដែលចូលចិត្តបរិភោគដង្កោកាលពីនៅក្មេងបើនិយាយចំពោះនាងខ្ញុំវិញគឺនាងខ្ញុំចូលចិត្តបរិភោគផ្លែដង្កោណាកាលនៅក្មេងអូយមិនដង្កោមិនថាយើងហូបខ្ចីហូបទុំហូបយកធ្វើជាដង្កោផ្សះក៏ឆ្ងាញ់ដែរហើយបើនិយាយពីដង្កោពុកម៉ែបងប្អូនខែនេះសម្បូរណាស់ហើយមានបងប្អូនយើងភាគច្រើនក៏អត់ស្គាល់ផ្លែដង្កោនាងខ្ញុំមានអារម្មណ៍ថាហួសចិត្តមែនទែនតែម្ដងដោយសារតែជាពិសេសគឺអ្នកស្រុកស្រែចំការនោះគឺថាផ្លែដង្កោគឺថាកន្លែងណាក៏មានដែរប៉ុន្តែសប្តាហ៍ថ្ងៃពុកម៉ែបងប្អូនអ្នកខ្លះក៏បានកាប់ចោលអីចឹងទៅធ្វើឲ្យដង្កោនោះវាបានចង់ផុតពូជអស់ទៅហើយមើលផ្លែច្រើនណាស់ពុកម៉ែបងប្អូនអើយផ្លែទុំក្រហមឆ្អិនឆ្អៅហើយផ្លែវាយើងអាចបរិភោគបានណាពុកម៉ែបងប្អូនអត់មានរសជាតិពុលទេហើយដង្កោយើងក៏អាចប្រើទៅធ្វើជាឱសថបុរាណព្យាបាលរោគបានច្រើនដែរវាមានរសជាតិចត់តិចតិចតែឆ្ងាញ់ណាពុកម៉ែបងប្អូនដង្កោយើងអាចហូបបានទាំងខ្ចីទាំងចាស់ទាំងទុំហើយយើងអាចយកទៅបុកធ្វើជាម្ហូបពុកម៉ែបងប្អូនបុកលេងដង្កៀបក្តាមគឺមានរសជាតិឆ្ងាញ់ពិសេសតែម្ដងជាមួយនឹងខ្ញុំបេះមកផ្លែទៀតមើលអាណារៀងក្រហមបន្តិចផ្លែវាក្រហមឆ្អិនឆ្អៅឃើញហើយគឺថាចង់ញ៉ាំតែម្ដងហើយដង្កោពុកម៉ែបងប្អូនវាជាថ្នាំអើយជាបាកាពះហើយអ្នកដែលមានបញ្ហារាគរូសអីហ្នឹងគឺថាត្រូវតែម្ដងផ្លែល្អមែនទែនតែម្ដងថ្ងៃនេះបានមកថតបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញតាមពិតត្រូវមកថតតាំងពីម្សិលមិញម្សិលមួយថ្ងៃម្លេះតែដោយសារជាប់ភ្លើងហើយបានមកថតទៅបានមកថតថ្ងៃនេះដង្កោរសជាតិវាឆ្ងាញ់មួយយ៉ាងផ្លែច័ន្ទរសជាតិវាឆ្ងាញ់មួយយ៉ាងបើនិយាយពីដង្កោនិងច័ន្ទពុកម៉ែបងប្អូនវាមានរូបរាងប្រហាក់ប្រហែលគ្នាហើយរសជាតិជាប់តែដង្កោផ្លែវាពណ៌ហៅពណ៌លឿងទុំហ្នឹងគេហៅពណ៌លឿងទុំបើពេលផ្លែច័ន្ទហៅពណ៌លឿងបែបរាងខ្ចីហៅគ្នាហើយផ្លែច័ន្ទក្លិនក្អូបផ្លែដង្កោអត់ក្អូបទេតែបើនិយាយពីអត្ថប្រយោជន៍ដង្កោមានអត្ថប្រយោជន៍ច្រើនជាងផ្លែច័ន្ទទៀតផ្លែក្រហមឆ្អិនឆ្អៅតែម្ដងមានតែអ្នកនៅតាមជនបទស្រុកស្រែចំការទេដែលស្គាល់បើអ្នកនៅតាមទីក្រុងគាត់មិនស្គាល់ទេហើយរាល់ថ្ងៃនេះពុកម៉ែបងប្អូននៅតាមជនបទក៏ចាប់ដើមកាប់បំផ្លាញអស់ដែរមានអ្នកក្មេងៗសេរីក្រោយគាត់អត់ស្គាល់ទេពុកម៉ែបងប្អូនហើយនឹងខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីទុកឲ្យក្មេងជំនាន់ក្រោយគាត់បានស្គាល់ថាផ្លែមួយប្រភេទនេះគឺមានឈ្មោះថាផ្លែដង្កោយើងអាចបរិភោគបានផងដែរ